នៅឆ្នាំ2026ខាងមុខនេះអញ្ចឹងពេលចូលឆ្នាំគឺយើងចូលឆ្នាំមមីជាឆ្នាំថ្មីបានន័យថាឆ្នាំមមីគឺជាន់ឆ្នាំអញ្ចឹងឆ្នាំមមីឆុង75%គឺត្រូវមួយសែនកាត់ឆុងទី2នោះគឺឆ្នាំជូតបាទឆ្នាំជូតគឺឆុង100%ឆុងខ្លាំងបាទហ្នឹងហើយ100%អញ្ចឹងក៏មួយសែនកាត់ឆុងដែរដោយឡែក2ឆ្នាំទៀតថោះហើយនឹងឆ្លូវគឺយើងឆុង50%បានន័យថាក៏ត្រូវមួយសែនកាត់ឆុងដែរអញ្ចឹងអ្នកដែលថា2ឆ្នាំទៀតក៏ដោយក៏តម្រូវឲ្យមួយសែនក្នុងឆ្នាំហ្នឹងដែរបាទអញ្ចឹងមានដូចជាឆ្នាំមមីឆ្នាំជូតថោះនិងឆ្លូវប៉ុន្តែឆ្នាំមមីនិងជូតនេះគឺតាក់ទងនឹងឆ្នាំ2026នឹងផ្ទាល់តែម្ដងជំរាបសួរប្រិមិត្តដែលកំពុងតែទស្សនានៅវីដេអូនេះទាំងអស់គ្នាក្នុងគណៈពេលនេះខ្ញុំបានមកដល់វិហារម៉ាជើដើម្បីធ្វើការសម្ភាសន៍លោកគ្រូសិនសែតាក់ទងទៅនឹងការសែនកាត់ឆុងនាពេលខាងមុខនេះដែលឥឡូវនេះគឺដល់រដូវកាលនៃការសែនកាត់ឆុងហើយអញ្ចឹងខ្ញុំបាទនឹងធ្វើការសាកសួរលោកគ្រូដើម្បីដឹងអំពីពិធីសែនកាត់ឆុងតើការសែនកាត់ឆុងនេះសែនដើម្បីអ្វីហើយពេលវេលាណាដែលស័ក្តិសមពេលវេលាណាដែលតម្រូវឲ្យមានការសែនកាត់ឆុងអញ្ចឹងសូមលោកគ្រូជួយណែនាំខ្លួនទៅកាន់ទស្សនិកជនយើងណាបាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទគួចតែគឹមតំណាងប្រធានសមាគមវិហារម៉ាជើស្រុកស្អាងនិងជាប្រធានក្រុមការងាររៀបចំកម្មវិធីសែនកាត់ឆុងនៅក្នុងវិហារម៉ាជើរួមទាំងកម្មវិធីសែនធំជាច្រើននៅក្នុងវិហារអញ្ចឹងប្រធានបទរបស់យើងនៅក្នុងវីដេអូនេះគឺចង់និយាយអំពីការសែនកាត់ឆុងខ្ញុំបាទចង់សួរលោកគ្រូតាក់ទងនឹងការសែនកាត់ឆុងហ្នឹងណាបាទតើការសែនកាត់ឆុងហ្នឹងយើងមានពេលវេលាណាដែលតម្រូវឲ្យយើងសែនកាត់ឆុងហ្នឹងបាទអរគុណជាទូទៅកម្មវិធីសែនកាត់ឆុងគឺប្រព្រឹត្តទៅចាប់ពីចុងខែនៃឆ្នាំចាស់ដើម្បីសែនយកលៀបសំណាងអញ្ចឹងមានន័យថាកម្មវិធីសែនកាត់ឆុងហ្នឹងគឺយើងធ្វើប្រារព្ធចាប់ពីខែ12បាទរហូតទៅដល់មុនចូលឆ្នាំចិនខែ12ហ្នឹងចុងខែឬក៏ចាប់ផ្ដើមពីដើមខែ12ហ្នឹងមកបាទពីដើមខែហ្នឹងផងនឹងតបន្ទាប់ទៅណារហូតដល់ចូលឆ្នាំចិនបាទមុនចូលឆ្នាំចិនទៅដល់ពេលចូលឆ្នាំចិនគឺហួសកំណត់នៃការសែនហើយបាទប៉ុន្តែរាល់ឆ្នាំហ្នឹងដូចថាមានប្រជាជនខ្លះក៏គាត់មកកាត់ឆុងចំថ្ងៃសែនហ្នឹងតែក៏មានជាបន្តបន្ទាប់ទៀតប៉ុន្តែដែលខ្ញុំចំណុចដែលខ្ញុំគួរកត់សម្គាល់និងណែនាំដូចថាឲ្យត្រូវក្បួនគឺចាប់ពីខែ12រហូតទៅដល់មុនហ្នឹងហើយបាទសំខាន់ហ្នឹងគឺយើងត្រូវតែសែនឲ្យបានមុនចូលឆ្នាំចិនបាទមុនចូលឆ្នាំចិនអញ្ចឹងការសែនកាត់ឆុងហ្នឹងអ្នកដែលអាចមកសែនបានហ្នឹងគឺបែបម៉េចដែរអ្នកដែលមានខែឆ្នាំត្រូវឆុងឬក៏ទូទៅត្រូវតែមកសែនបាទចំពោះការមកសែនកាត់ឆុងនៅទីនេះគឺអ្នកដែលត្រូវឆុងឆ្នាំបាទហើយឆ្នាំហ្នឹងគឺឆ្នាំណាដែលថាអាចមកសែនតម្រូវឲ្យសែនកាត់ឆុងហ្នឹងបាទនៅឆ្នាំ2026ខាងមុខនេះអញ្ចឹងពេលចូលឆ្នាំគឺយើងចូលឆ្នាំមមីជាឆ្នាំថ្មីបានន័យថាឆ្នាំមមីគឺជាន់ឆ្នាំអញ្ចឹងឆ្នាំមមីឆុង75%គឺត្រូវមកសែនកាត់ឆុងទី2នោះគឺឆ្នាំជូតបាទឆ្នាំជូតគឺឆុង100%ឆុងខ្លាំងបាទហ្នឹងហើយ100%អញ្ចឹងក៏មកសែនកាត់ឆុងដែរដោយឡែក2ឆ្នាំទៀតថោះហើយនឹងឆ្លូវគឺយើងឆុង50%បានន័យថាក៏ត្រូវមកសែនកាត់ឆុងដែរអញ្ចឹងអ្នកដែលថា2ឆ្នាំទៀតក៏ដោយក៏តម្រូវឲ្យមកសែនក្នុងឆ្នាំហ្នឹងដែរបាទអញ្ចឹងមានដូចជាឆ្នាំមមីឆ្នាំជូតថោះនិងឆ្លូវប៉ុន្តែឆ្នាំមមីនិងជូតនេះគឺតាក់ទងនឹងឆ្នាំ2026នឹងផ្ទាល់តែម្ដងបាទអញ្ចឹងបងប្អូនដែលគាត់មានឆ្នាំមមីឆ្នាំជូតឆ្នាំថោះនិងឆ្នាំឆ្លូវតម្រូវឲ្យមកសែនកាត់ឆុងនេះចំពោះបងប្អូនដែលគាត់មានជំនឿបងប្អូនខ្មែរខ្សែស្រឡាយចិនហ្នឹងណាដែលគាត់មានទម្លាប់សែនកាត់ឆុងអីបានទស្សនានៅវីដេអូនេះចង់មកកាត់ឆុងអាចមកកាត់ឆុងនៅវិហារម៉ាជើបាទតាមការពិតទៅចំពោះតែវិហារម៉ាជើឬក៏មានវិហារផ្សេងទៀតដែលអាចសែនកាត់ឆុងបានបាទអរគុណវិហារដែលសែនកាត់ឆុងបានទី1វិហារហ្នឹងមានរូបសំណាកខ្លាវិហារខ្លះក៏បានរៀបចំកាត់ឆុងវិហារខ្លះក៏អត់អញ្ចឹងអាហ្នឹងទៅតាមការរៀបចំរបស់វិហាររបស់អ្នកគ្រប់គ្រងរៀបចំអញ្ចឹងណាបាទអញ្ចឹងក្នុងវិហារម៉ាជើយើងគឺមានការសែនកាត់ឆុង
មិនថាបងប្អូននៅស្រុកណាខេត្តណាទេដែលគាត់មានបំណងសែនកាត់ឆុងគឺអាចមកបានអាចមកបាន អញ្ចឹងបងប្អូនដែលចង់មកកាត់ឆុងគឺសូមអញ្ជើញមកវិហារមកជើក៏បានឬក៏វិហារផ្សេងដែលមានការសែនកាត់ឆុងដោយដែលលោកគ្រូគាត់មានប្រសាសន៍មកអញ្ចឹងគាត់ថាវិហារដែលមានការរៀបចំសែនកាត់ឆុងហ្នឹងគឺមានរូបសំណាក់ខ្លាបាទអញ្ចឹងការសែនកាត់ឆុងនេះគឺយើងចាប់ផ្ដើមពីខែ12នេះទៅរហូតដល់មុនចូលឆ្នាំចិនមុនសែនមួយថ្ងៃក៏បានដែរเนาะហ្នឹងហើយប៉ុន្តែក៏មានបងប្អូនខ្លះគាត់អត់មានពេលវេលាក៏គាត់មកចំថ្ងៃសែនអញ្ចឹងមានបញ្ហាអីអត់បើយើងមកចំថ្ងៃសែនអញ្ចឹងបាទអានឹងជាទូទៅដូចជាអត់មានបញ្ហាអីទេអត់មានទេបាទហើយខ្ញុំគូបញ្ជាក់ផងដែរថាវិហារខ្លះក៏គេរៀបចំមានថ្ងៃមានខែផងគេអញ្ចឹងវិហារទាំងអស់គឺអត់ដូចគ្នាមិនមែនថាដល់តែមុនចូលឆ្នាំចិនហ្នឹងគឺគ្រប់វិហារត្រូវតែធ្វើកាត់ឆុងឲ្យបានមុនទេអញ្ចឹងវិហារខ្លះក៏គេរងថ្ងៃណាពេលណាអីក៏យើងអត់ថាតែនេះជាទម្លាប់របស់វិហារមកជើស្រុកស្អាងយើងខ្ញុំបាទហើយចំពោះការសែនកាត់ឆុងនេះតើយើងត្រូវមានរំដាប់គ្រឿងសែនអីខ្លះមានដូចជាអ្វីដើម្បីយកមកសែនអីចឹងណាបាទអរគុណដល់ admin បាទកន្លែងនេះជាចំណុចសំខាន់មួយរំដាប់សែនក៏ដូចជាសំណែនដែលត្រូវរៀបចំទី1សាច់ជ្រូក3ជាន់បាទ1ដុំពងទា2គ្រាប់បញ្ជាក់ពងទាហើយនឹងសាច់ជ្រូកជារបស់ឆៅបាទក្រូចក្រហម5ផ្លែឬផ្លែឈើ5មុខតាមសទ្ធាបាទប៉ុន្តែជាទូទៅគឺផ្លែក្រូច5ផ្លែគឺថាផ្លែក្រូចអត់អាចខ្វះបានឬក៏យ៉ាងម៉េចដែរបាទផ្លែក្រូចជារបស់សំខាន់មួយដែលមិនអាចចោលបានណាបាទហើយទីចុងបញ្ចប់ទី3នោះគឺกระดาษសែនកាត់ឆុងមានស្រីមានប្រុសហ្នឹងមួយឈុតដែរបាទអញ្ចឹងបងប្អូនបានស្ដាប់លោកគ្រូគាត់មានប្រសាសន៍ហើយចំពោះបងប្អូនដែលគាត់មកសែនកាត់ឆុងហ្នឹងគឺតម្រូវឲ្យមានសាច់ជ្រូក3ជាន់និងពងទា2គ្រាប់បាទហើយនឹងផ្លែឈើប៉ុន្តែផ្លែឈើដែលចាំបាច់នោះគឺផ្លែក្រូចបាទក្រូចចំនួន5ផ្លែក្រូចក្រហមបាទក្រូចក្រហមបាទឬក៏យើងមានបូកផ្សំជាមួយនឹងផ្លែឈើច្រើនមុខក៏បានដែរហើយចាំបាច់ហ្នឹងគឺសាច់ជ្រូកហើយនឹងពងទាហ្នឹងគឺយើងត្រូវតែជារបស់ឆៅបាទអញ្ចឹងសាច់ជ្រូកហ្នឹងគេហៅថាមួយសេកអីក៏មិនបាទមួយសេកឬមួយដុំហ្នឹងហើយអញ្ចឹងចំពោះបងប្អូនដែលគាត់ចង់មកសែនកាត់ឆុងនៅវិហារមកជើអាចមកសែនបានចាប់ពីខែទី12នេះទៅរហូតដល់សែនចូលឆ្នាំចិនមុនសែនចូលឆ្នាំចិនក្រែងថាពេលដែលយើងមកចំថ្ងៃសែនចូលឆ្នាំចិនវិហាររវល់ខ្លាំងអញ្ចឹងយើងពិបាកអញ្ចឹងបងប្អូនអាចអញ្ជើញមកមុនពេលសែនហ្នឹងទៅល្អបាទអំឡុងពេលនេះរហូតដល់មុនសែនចូលឆ្នាំចិនយើងមានពេលរៀងវែងដែរបាទអញ្ចឹងតកតទៅនឹងការសែនកាត់ឆុងបងប្អូនទាំងអស់គ្នាបានជ្រាបមកហើយចំពោះការសែនកាត់ឆុងនេះគឺយើងតម្រូវឲ្យសែនក្នុងខែ12នេះរហូតដល់ថ្ងៃមុនថ្ងៃចូលឆ្នាំចិនបាទអញ្ចឹងខ្ញុំសូមសួរសំណួរជាបន្ថែមទៀតទៅកាន់លោកគ្រូបាទអញ្ចឹងក្រៅពីការសែនកាត់ឆុងយើងនៅមានកម្មវិធីសែនអ្វីទៀតទៅចំពោះវិហារមកជើយើងនេះបាទអរគុណកម្មវិធីសែននៅក្នុងវិហារមកជើយើងនោះគឺច្រើនដែលយើងអនុវត្តទៅតាមប្រពៃណីពីបរមបុរាណមកបាទទី1នោះគឺយើងសែននំអ៊ីបាទសែននំអ៊ីគឺនៅក្នុងខែ12ប្រាំងបាទ12សកលអញ្ចឹងថ្ងៃដែលសែននោះខ្ទង់ថ្ងៃ20ជាងទៅតាមដូចថាក្នុងមួយឆ្នាំវាតែងតែខុសមួយថ្ងៃ2ថ្ងៃអីអាហ្នឹងខ្ញុំសុំអត់បញ្ជាក់ទេណាបាទហើយទី2នោះគឺសែនដកជើងធូបបាទសែនដកជើងធូបហ្នឹងគឺមុនចូលឆ្នាំចិនបាទអាចនឹងខែ12ក្នុងខែ12ចិនវិញបាទអញ្ចឹងនៅក្នុងខែ2ប្រាំងបាទអាហ្នឹងខ្ញុំបញ្ជាក់អញ្ចឹងណាហើយមួយទៀតកម្មវិធីសែនដកជើងធូបហ្នឹងជាទូទៅទោះបីជាផ្ទះក៏ដោយឬតាមណាវិហារធំឬក៏កន្លែងណាមួយដែលបងប្អូនយើងខ្មែរដែលជាប់ខ្សែស្រឡាយចិនបាទតែងតែប្រពឡើងនឹងបោសជ្រះសម្អាតលោកតាដើម្បីត្រៀមទទួលថាឆ្នាំថ្មីនឹងជិតមកដល់ឆាប់នេះហើយបាទនឹងបន្តមកទៀតនេះគឺពិធីបុណ្យសែនចូលឆ្នាំថ្មីតែម្ដងហើយចំពោះការចូលឆ្នាំថ្មីនឹងចំថ្ងៃណាដែរបាទអរគុណចូលឆ្នាំថ្មី2026នៅឆ្នាំនេះជាឆ្នាំមមីអញ្ចឹងយើងចូលទៅដល់ថ្ងៃទី16ខែកុម្ភៈឆ្នាំ2026គិតជាសកលឆ្នាំសកលណាបាទថ្ងៃសកលដែរបាទ
ហ្នឹង ចឹងចូលឆ្នាំថ្មីហ្នឹងយើងមានការសែនចូលឆ្នាំថ្មីពិធីសែនចូលឆ្នាំថ្មី បាទ ចំថ្ងៃទី 16 ខែកុម្ភៈ ខែកុម្ភៈចឹងចំពោះការសែនចូលឆ្នាំចិនរាល់ឆ្នាំហ្នឹងគឺមានបងប្អូនយើងដែលគាត់ជាប់ខ្សែស្រឡាយចិនគាត់មកច្រើនមកសែនដែរអត់ បាទអរគុណជារៀងរាល់ឆ្នាំនោះកម្មវិធីសែនចូលឆ្នាំចិនបងប្អូនប្រជាជនចិត្តឆ្ងាយតែងតែមកចូលរួមជាហូហែ បាទដោយសារការសែនចូលឆ្នាំចិននេះគឺវិហារបើកទទួលចំនួន4ថ្ងៃ 4ថ្ងៃ ទី1គឺថ្ងៃសែនធំសែនដាច់ឆ្នាំចាស់គឺថ្ងៃទី16ខែកុម្ភៈហ្នឹង បាទ នឹងជាបន្តទៅទី17 18និង19 បាទបន្ទាប់ពីហ្នឹងមកគឺទី20ជាថ្ងៃឈីវស៊ីទី4អញ្ចឹងជាថ្ងៃសម្រាប់ក្រុមការងារទទួលទេវតាចុះពីលើមេឃវិញសូមគូបញ្ជាក់បាទពីបរមបុរាណមកកម្មវិធីបន់សែនចូលឆ្នាំចិនរបស់យើងនោះថ្ងៃទី1គឺឈីវអិច បាទទី2គឺឈីវយី បាទហើយថ្ងៃទី3នោះគឺឈីវសា បាទដល់ឈីវស៊ីជាថ្ងៃទី4ចាប់កម្មវិធីអញ្ចឹងទេវតាចុះពីលើមេឃវិញគឺជាថ្ងៃដែលក្រុមការងារក៏ដូចជាសមាជិកសមាជិកាទាំងអស់គឺទទួលលោកតាតាមវិហាររៀងខ្លួនទៅតាមទំនៀមទម្លាប់របស់វិហារផ្សេងបាទអាហ្នឹងខ្ញុំអត់ថាត្រូវតែធ្វើគ្រប់វិហារណាបាទដោយឡែកមកចៅគឺឈីវស៊ីទទួលគាត់ដោយមានកម្មវិធីហោហែផ្សេងជាច្រើនតែខ្ញុំសូមអត់លំអិតទេបាទបន្ទាប់ពីចូលឆ្នាំចិននោះចិនថាជាវួយចាប់ងៅគឺនៅថ្ងៃទី15កើតចិនខែ1តែម្ដងគឺពិធីបុណ្យងួនសៀវខេងចុកងួនសៀវគឺពិធីបុណ្យដង្ហែអ្នកតាបាទឬប្រជាជនយើងខ្លះហៅថាហែឡាវអែបាទ ចឹងហែអ្នកតាហ្នឹងគឺបន្ទាប់ពីចូលឆ្នាំចិនបានកន្លះខែ បាទចឹងការហែអ្នកតាហ្នឹងទូទាំងប្រទេសឬក៏ទូទាំងដែលថាវិហារផ្សេងហ្នឹងគេដង្ហែថ្ងៃជាមួយគ្នាឬក៏ខុសគ្នា បាទជាទូទៅកម្មវិធីហ្នឹងគឺដោយតាមវិហាររៀបចំប៉ុន្តែថ្ងៃដែលសំខាន់ថ្ងៃដែលធំហ្មងគឺជាថ្ងៃ15កើតនឹងតែម្ដងខែមិញបាទខែ1ចិនបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ថាកម្មវិធីដង្ហែអ្នកតានេះវិហារខ្លះវិហារមួយចំនួនក៏បានរៀបចំដង្ហែរូបស្នងក៏ដូចជាគីមសេងជើងធូបហើយវិហារខ្លះទៀតក៏មិនបានដង្ហែក៏ប៉ុន្តែក៏បើកទ្វាររៀបចំសែនដែរបាទហើយបន្តមកទៀតនោះគឺកម្មវិធីសែនក្បាលទឹកឬសែនដាក់ទៀនបាទអាហ្នឹងគេហៅថាឆិចវួយប៉នៅក្នុងខែ7ថ្ងៃ15កើតចិនបាទបន្ទាប់មកទៀតនោះគឺសែនលោកខែបាទចិនឲ្យថាពោចវួយតុងឈីវគឺនៅថ្ងៃ15ដែរខែ8ចិនបាទនិងបន្តនោះគឺសែនខួបអាចៅតែម្ដងបាទនៅថ្ងៃ23ខែ3ចិនសាវូជីសាបាទអញ្ចឹងចំពោះការសែនខួបអាម៉ានេះគឺយើងសែនជាលក្ខណៈធំដែរឬក៏មិនដែរបាទអរគុណជារៀងរាល់ឆ្នាំអានឹងតាមលទ្ធភាពដែរបាទឆ្នាំខ្លះទៅក៏យើងអាចរៀបចំបានធំដុំឯឆ្នាំខ្លះទៀតក៏យើងរៀបចំសាមញ្ញគ្រាន់តែបងប្អូនប្រជាជនដែលនៅចិត្តហ្នឹងនិងក្រុមការងារសមាជិកសមាជិកាឬក៏មានការចូលរួមពីបងប្អូនញាតិមិត្តចិត្តឆ្ងាយតាំងពីទឹកខ្មៅតាំងពីច្បារអំពៅអីក៏ធ្លាប់អញ្ជើញមកដល់នឹងដែរអញ្ចឹងការរៀបរាប់មកនេះគឺជាការរៀបរាប់អំពីពិធីសែនផ្សេងក្នុងវិហារមកជើក្នុងមួយឆ្នាំហើយក្នុងវីដេអូនេះគឺយើងផ្ដោតសំខាន់លើការសែនកាត់ឆុងអញ្ចឹងហើយបានជាលោកគ្រូបានបញ្យល់ជាច្រើនអំពីការសែនកាត់ឆុងអញ្ចឹងណាដោយសារតែរដូវការសែនកាត់ឆុងបានឈានចូលមកហើយក្នុងខែ12សកលនេះបាទបងប្អូនអាចមកជាមួយនឹងគ្រឿងរណ្ដាប់ដូចជាផ្លែក្រូចក្រហមហ្នឹងសាច់ជ្រូកឆៅសាច់ជ្រូក3ជាន់ហ្នឹងណាហើយនឹងពងទា2គ្រាប់អញ្ចឹងបើសិនជាយើងមានគ្នាច្រើនយើងអាចបន្ថែមអាហ្នឹងក្នុងម្នាក់ឬក៏មិនដែរលោកគ្រូបាទអរគុណនេះជាចំណុចមួយដែលពីមួយឆ្នាំទៅមួយឆ្នាំបងប្អូនមានការយល់ច្រឡំអញ្ចឹងដែលខ្ញុំបានបញ្ជាក់ដូចថាទី1ក្រូចក្រហម5ផ្លែបាទពងទាសាច់ជ្រូកហ្នឹងណា
គឺអានឹងកតូនកាត់ឆុងហ្នឹងគឺ បាទ ក្នុងតែមួយនាក់ ម្នាក់ បាទអញ្ចឹងបើ2នាក់យើងទិញតាមហ្នឹងទៅ3នាក់ក៏យើងរៀបចំទៅតាមហ្នឹងទៅយើងថែ បាទ ម អញ្ចឹងថាបើម្នាក់5ផ្លែ បាទ ចាប់អាហ្នឹងជាតម្រូវតែចំពោះម្នាក់ទេ បាទបាទ ក្នុងម្នាក់ហ្នឹងគឺយើងភ្ជាប់មកក្នុងម្នាក់ហ្នឹងគឺយើងនាំមកជាមួយនឹងផ្លែក្រូចចំនួន5ផ្លែ 5ផ្លែ សាច់ជ្រូក1សេត 1សេត ហើយនឹងពងទា 2 2គ្ គ្ រាប់ រាប់បាទ អាហ្នឹង បាទ ដែលចាំបាច់ត្រូវតែមានណា បាទ បាទហើយចំពោះផ្លែឈើយើងអាចមានផ្លែឈើផ្សេងៗទៀតក៏បានដែរប៉ុន្តែដែលតម្រូវឲ្យមានហ្នឹងគឺផ្លែក្រូច បាទអាហ្នឹងជាសំខាន់ អ ណា ញ្ចឹងខ្ញុំឃើញការសែនកាត់ឆុងកន្លងមកណាឃើញថាពេលដែលសែនហើយលោកគ្រូមានការជូននៅផ្លែក្រូចទៅវិញហ្នឹងមានន័យថាម៉េចដែរ បាទអរគុណជាទូទៅគ្រប់កម្មវិធីសែនទាំងអស់ជាពិសេសសង្កត់ធ្ងន់ទៅលើកម្មវិធីសែនកាត់ឆុង បាទ អញ្ចឹងមានន័យថាបងប្អូនដែលឆុងឆ្នាំហ្នឹងគាត់យកអ្វីដែលសួយអ្វីដែលបានន័យថាឆុងបាទគឺយកមកកាត់នៅទីនេះអញ្ចឹងខ្ញុំតែងតែជូនក្រូចក្រហមទៅវិញចំនួន2ផ្លែតំណាងឲ្យសិរីសួស្តីសុភមង្គលសុខភាពល្អសំណាងល្អនិងការរកស៊ីរបស់គាត់គឺទទួលបានជោគជ័យ បាទអញ្ចឹងការសែនកាត់ឆុងនេះគឺចំពោះបងប្អូនដែលគាត់មានឆុងឆ្នាំដោយដែលលោកគ្រូបានបញ្យល់ប្រាប់ខាងដើមអញ្ចឹងណាមានដូចជាឆ្នាំមមី បាទ ឆ្នាំជូត ឆ្លូវ ហើយនឹងថោះ បាទ តែដែលក្នុងឆ្នាំ2026នេះគឺមាន2ឆ្នាំហ៎លោកគ្រូ បាទ2ឆ្នាំដែលសំខាន់ណា ឆ្នាំ ឆ្នាំមមីគឺជាន់ឆ្នាំ ឆ្នាំ បាទហើយឆ្នាំជូតគឺឆុងចំ 100% 100% បាទ អញ្ចឹងបងប្អូនដែលគាត់មានឆ្នាំទាំង4នេះគឺតម្រូវឲ្យមកសែនកាត់ឆុងហើយការកាត់ឆុងនេះគឺមានន័យយ៉ាងណាដែរសូមលោកគ្រូជួយបញ្ជាក់បន្ថែមដើម្បីឲ្យបងប្អូនយើងគាត់បានយល់ណា បាទអរគុណកម្មវិធីសែនកាត់ឆុងបានន័យថាយើងសែនជាមួយនឹងលោកតាខ្លា លោកតាខ្លា បាទរូបសំណាកលោកតាខ្លាដូចថាការកាត់ឆុងនេះតំណាងថាមានន័យយើងឆុងឆ្នាំឆុងខែឆុងម៉ោងឬក៏ឆុងថ្ងៃ បាទ សួយចង្រៃគ្រោះថ្នាក់តូចធំសុខភាពមិនល្អជំងឺឈឺថ្កាត់ដើម្បីកាត់ចេញឲ្យអស់ បាទ ត្រៀមទទួលយកនៅសំណាងល្អលាភជ័យពីលោកតា បាទអូអញ្ចឹងបងប្អូនបានជ្រាបហើយចំពោះការសែនកាត់ឆុងអញ្ចឹងវីដេអូយើងគឺមានត្រឹមតែប៉ុណ្ណេះបងប្អូនអាចមកកាត់ឆុងនៅវិហារមកជើដែលមានទីតាំងនៅភូមិវត្តកណ្ដាលឃុំទឹកវិលស្រុកស្អាងខេត្តកណ្ដាលចំពោះបងប្អូនដែលគាត់នៅឆ្ងាយគាត់ចង់អញ្ជើញមកចង់សួរនាំជាព័ត៌មានតាក់ទងនឹងការសែនយ៉ាងម៉េចត្រូវការអ្វីខ្លះអីបន្ថែមហ្នឹងអាចតាក់ទងតាមរយៈលោកគ្រូតាមរយៈលេខទូរស័ព្ទ បាទតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំ098 26 23និង52 បាទឬមួយក៏បងប្អូនមានមតិយោបល់អ្វីផ្សេងតាក់ទងនឹងវីដេអូនេះចង់សួរនាំអំពីការសែនក្តីឬក៏ផ្ដល់ជាមតិអ្វីអាចសរសេរ comment ក្នុងវីដេអូនឹងបាន ជាចុងបញ្ចប់នេះខ្ញុំបាទតំណាងគណៈកម្មការវិហារមាជើក៏សូមជូនដំណឹងថាវិហារយើងខ្ញុំនេះគឺនៅដំណើរការរៀបចំពិធីជារៀងរហូតតាំងពីមក បាទតចំនួន អត់ដែលខានទេ បាទហើយក៏សូមគោរពនឹងជូនពរទៅដល់បងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់សូមជួបតែសេចក្តីសុខសំណាងល្អមានលាភមានជ័យរកទទួលទានមានបានគ្រប់ក្រុមគ្រួសារឆ្នាំថ្មីជួបតែ1000លាភជួប10000សំណាងហួរលៀងរួយកាំងពៅជាកាត់តុងហួរណាងមីងកាំងហួរកុកស៊ីងនីប្រេងអាំងពូហ៊ូរៀងបែនេះមកchâu cảnh to tịch uy niêng xài an cuối càng là xài thiên hậu sẽ bo cạ kia lên hu tiền hạch mà châu po ho kia sung pu quay bình hồng long tay kích tay lì chạch pưng bồn lì po ho phèn an hạ nang hạ xìa choi xìa lư bà ô quân tràn